ខែមេសាឆ្នាំ2025កន្លងទៅនេះឯកឧត្តមសុយារាប្រធានគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិនិងព័ត៌មាននៃរដ្ឋសភានិងជាប្រធានក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេងបានអញ្ជើញចែករំលែកបទពិសោធន៍លើប្រធានបទកិច្ចការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃរដ្ឋសភាជូនទៅដល់ថ្នាក់ដឹកនាំបុគ្គលិកសាស្ត្រាចារ្យនិងនិស្សិតសរុបចំនួន2265នាក់នៅសាកលវិទ្យាល័យ Belty អន្តរជាតិឯកឧត្តមបណ្ឌិតលីឆេងតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញស្ថាបនិកនិងជាអគ្គនាយក Belty Group បានបញ្ចូលនៅកម្មវិធីចែករំលែកបទពិសោធន៍ទៅក្នុងកម្មវិធីសិក្សារបស់និស្សិតនៅរៀងរាល់ឆមាសនៅគ្រប់មហាវិទ្យាល័យដោយបានអញ្ជើញថ្នាក់ដឹកនាំនិងអិសរាជជនជាតិនិងអន្តរជាតិមកពីគ្រប់ស្ថាប័នជាវាគ្មិនកិត្តិយសចែករំលែកនៅបទពិសោធន៍ជូនទៅដល់និស្សិតឲ្យមានឱកាសបានសិក្សារៀនសូត្របន្ថែមបង្កើននូវចំណេះដឹងពង្រឹងជំនាញសមត្ថភាពវិន័យនិងវិជ្ជាជីវៈស្របតាមបើវចនារបស់ Belty គឺគុណភាពប្រសិទ្ធភាពឧត្តមភាពសិលធម៌និងគុណធម៌ឯកឧត្តមក៏បានផ្ដាំផ្ញើដល់អង្គសិក្ខាសាលាទាំងអស់ត្រូវត្រង់ត្រាប់ស្ដាប់ដោយយកចិត្តទុកដាក់និងកត់ត្រានៅបទពិសោធន៍និងចំណេះដឹងល្អៗសម្រាប់ទុកប្រើប្រាស់ជាទុនដើម្បីអភិវឌ្ឍសមត្ថភាពទៅអនាគតនៅក្នុងឱកាសនោះឯកឧត្តមសុយារាបានផ្ដោតសំខាន់អំពីទូនីតិភារកិច្ចរបស់រដ្ឋសភារួមមានមុខងារនីតិកម្មឬតាក់តែងច្បាប់តាមដាននិងត្រួតពិនិត្យការអនុវត្តច្បាប់និងភាពជាតំណាងជាពិសេសរដ្ឋសភាក៏មានទូនីតិអាចធ្វើសេចក្តីស្នើច្បាប់បានផងដែរហើយច្បាប់នីមួយៗត្រូវទទួលការឡាយព្រះហស្ថលេខាដោយព្រះមហាក្សត្រទើបចូលជាធរមាននិងអាចប្រកាសប្រើជាផ្លូវការបានចំពោះការទូតសន្តិភាពសភាកម្ពុជាមានបទពិសោធន៍ក្នុងការកសាងសន្តិភាពជាក់ស្ដែងរបស់ខ្លួននិងផ្លាស់ប្ដូរបទពិសោធន៍ជាមួយនឹងបណ្ដាសភានៅលើពិភពលោកដោយផ្អែកលើគោលការណ៍ទាំង5គឺទី1សាមគ្គីភាពគ្នាក្នុងភាពចម្រុះទី2ការគោរពគ្នាទៅវិញទៅមកការយោគយល់គ្នាទៅវិញទៅមកការទុកចិត្តគ្នាទៅវិញទៅមកនិងផ្ដល់ផលប្រយោជន៍ទៅវិញទៅមកដើម្បីសន្តិភាពនិងវិបុលភាព3ភាពអត់ឱនយុត្តិធម៌និងសមភាពទី4ការរួមរស់ជាមួយគ្នាដោយសន្តិភាពនិងការទប់ស្កាត់ជម្លោះនិងទី5វប្បធម៌នៃសន្តិភាពឯកឧត្តមក៏បានលើកឡើងអំពីជោគជ័យដែលរដ្ឋសភាកម្ពុជាបានធ្វើជាម្ចាស់ផ្ទះសភាអន្តរជាតិសំខាន់ៗជាអាចមួយកិច្ចប្រជុំភាពជាដៃគូសភាអាស៊ីអឺរ៉ុបលើកទី11 2មហាសន្និបាតអន្តរសភាអាស៊ានលើកទី43និងទី3សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាពដើម្បីឈានទៅសម្រេចនៅធម្មនុញ្ញសន្តិភាពសកលដើម្បីមនុស្សជាតិនិងភពផែនដីដែលកើតចេញពីស្នាដៃនិងគំនិតផ្ដួចផ្ដើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនឯកឧត្តមបានបន្តថាដើម្បីធ្វើការទូតសភាឲ្យបានសង្កត់ភាពគឺត្រូវឈរលើគោលការណ៍ឯកភាពមិនដើម្បីប្រណាំងប្រជែងឬប្រឈមមុខប៉ុន្តែឯកភាពដើម្បីសហប្រតិបត្តិការបង្កើនភាពធន់នៅក្នុងការជំនះនៅឧបសគ្គភូមិសាស្ត្រនយោបាយដើម្បីការពារផលប្រយោជន៍ជាតិស្នូលរបស់កម្ពុជារក្សាសន្តិភាពស្ថិរភាពការរស់រាននិងការរីកចម្រើនដោយប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នៅអព្យាក្រឹតភាពការគោរពច្បាប់អន្តរជាតិនិងគោលនយោបាយការបរទេសឯករាជ្យបញ្ជាការធ្វើសកម្មភាពជាមួយភាគីម្ខាងហើយធ្វើឲ្យខូចប្រយោជន៍ដល់ភាគីម្ខាងទៀត